ទីសំចត់សហការជាមួយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជានិង Enneka Foundation ព្រមទាំងដៃគូគាំទ្រជាច្រើនបានរៀបចំពិព័រណ៍សិល្បៈនៃគម្រោងសិល្បៈនេចរក្នុងគោលបំណងលើកស្ទួយសញ្ញាណវប្បធម៌បេតិកភណ្ឌខ្មែរជនជាតិដើមភាគតិចនិងការយល់ដឹងបរិស្ថានតាមរយៈកិច្ចការសិល្បៈពិព័រណ៍នេះបានសម្ពោធក្នុងផ្ទះ Hiroshima រាជធានីភ្នំពេញនៅថ្ងៃទី28 ខែកុម្ភៈឆ្នាំ2025ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជននិងកីឡានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈមន្ត្រីជាន់ខ្ពស់នៃភ្នាក់ងារស្វ័យដើម្បីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការលោកសឿងសារឿននាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាលោកស្រីពុកម៉ារីណាស្ថាបនិកនៃ Enneka Foundation ក្រុមសិល្បករទីសំចតនិងអ្នកចូលរួមជាច្រើនទៀតបានទស្សនាស្នាដៃដ៏វិចិត្ររបស់សិល្បករនិងសិស្សពិព័រណ៍សិល្បៈនៃគម្រោងសិល្បៈនេចរក្នុងឆ្នាំ2025មានប្រធានបទសិល្បៈសហគមន៍បរិស្ថានដោយសិល្បករនិងសិស្សានុសិស្សនៃសាលាចំនួន3ក្នុងខេត្តកំពង់ចាមខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបង្ហាញនូវស្នាដៃរូបគំនូរដ៏វិចិត្រនិងមានភាពច្នៃប្រឌិតបង្ហាញពីសារអប់រំដាស់តឿនផងអំពីបម្រែបម្រួលអាកាសធាតុយល់ដឹងអំពីបរិស្ថានសិទ្ធិជនជាតិដើមភាគតិចនិងតួនាទីរបស់សហគមន៍ក្នុងការរៀបចំអភិរក្សនិងអភិវឌ្ឍលោកស្រីស៊ឺសុជាតាអនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាលើកឡើងថាគាំទ្រចំពោះគម្រោងសិល្បៈនេចរនិងបន្តលើកទឹកចិត្តដល់គម្រោងសិល្បៈនេចរនេះឲ្យបន្តបេសកកម្មផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងសិល្បៈដល់មូលដ្ឋានដែលមិនសូវទទួលបានឱកាសសិល្បៈលោកស្រីហ៊ុនសាវងប្រធានស្ដីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្មនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើកឡើងក្រសួងវប្បធម៌និងវិចិត្រសិល្បៈគាំទ្រនិងលើកទឹកចិត្តចំពោះគម្រោងសិល្បៈនេចរឲ្យបន្តបេសកកម្មចូលរួមចំណែកដ៏សំខាន់បំពេញបន្ថែមលើការផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងសិល្បៈទៅដល់មូលដ្ឋានដែលមិនសូវទទួលបានឱកាសសិល្បៈគួរបញ្ជាក់ថាពិព័រណ៍សិល្បៈនៃគម្រោងសិល្បៈនេចរបើកជូនសាធារណជនមកទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃ28ខែកុម្ភៈឆ្នាំ2025រហូតដល់ថ្ងៃទី10ខែមីនាឆ្នាំ2025មានទីតាំងនៅផ្ទះ Hiroshima អានអត្ថបទហេងរិទ្ធសូមអរគុណចំពោះការស្ដាប់